សួស្តីបងប្អូនទាំងអស់គ្នាជារឿយៗយើងតែងតែឮគេនិយាយថាជីវិតប្តីប្រពន្ធបើគ្មានលុយទេគឺគ្មានថ្ងៃមានសុភមង្គលឡើយឬលុយជាអ្នកសម្រេចគ្រប់យ៉ាងក្នុងគ្រួសារសំណួរភាគច្រើនបានចោទសួរថាតើនៅក្នុងជីវិតអាពាហ៍ពិពាហ៍ពិតជាគ្មានអ្វីធំជាងរឿងលុយមែនឬហើយតើលុយជាប្រភពតែមួយគត់ដែលបង្កើតសុភមង្គលពិតប្រាកដមែនទេយើងមិនអាចបដិសេធបានទេថាលុយគឺជាសរទ្រូងដ៏សំខាន់មួយនៃគ្រួសារលុយបង្កើតភាពស្ងប់ចិត្តនិងសុវត្ថិភាពលុយជួយដោះស្រាយតម្រូវការប្រចាំថ្ងៃថ្លៃហូបចុកថ្លៃផ្ទះថ្លៃមើលថែទាំសុខភាពនិងការអប់រំរបស់កូននៅពេលហិរញ្ញវត្ថុរឹងមាំសម្ពាធនិងការព្រួយបារម្ភក្នុងគ្រួសារក៏ត្រូវបានកាត់បន្ថយច្រើនដែរលុយជាឧបករណ៍ការពារវិបត្តិគ្រួសារជាច្រើនត្រូវទាស់ទែងគ្នាឬឈានដល់ការបែកបាក់ក៏ដោយសារតែវិបត្តិបំណុលនិងសម្ពាធខ្វះខាតដូច្នេះលុយពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាថេរភាពជីវិតប៉ុន្តែលុយមិនមែនជាសុភមង្គលទាំងស្រុងនោះទេទោះជាយ៉ាងណាក៏ដោយលុយអាចទិញភាពសុខស្រួលបានប៉ុន្តែมันអាចទិញសុភមង្គលពិតប្រាកដបានឡើយប្រសិនបើខ្វះធាតុផ្សំដ៏សំខាន់ទាំងនេះ1ការយោគយល់និងការផ្ដល់កិត្តិយសឲ្យគ្នាគ្រួសារដែលមានលុយស្កឹមស្កៃប៉ុន្តែប្តីប្រពន្ធរស់នៅគ្មានភាពស្មោះត្រង់មើលងាយគ្នាឬគ្មានការអត់ឱននោះផ្ទះធំស្កឹមស្កៃក៏មិនខុសពីទ្រង់ដែកដែលត្រជាក់ស្រែបដែរ2ដៃគូរួមសុខទុក្ខសុភមង្គលកើតចេញពីការដឹងថាយើងមានមនុស្សម្នាក់ដែលចាំឈរខាងយើងរួមសុខរួមទុក្ខនិងជាកម្លាំងចិត្តឲ្យគ្នាទាំងពេលជោគជ័យនិងពេលជួបឧបសគ្គ3ពេលវេលានិងការយកចិត្តទុកដាក់លុយមិនអាចជំនួសកែវភ្នែកដែលព្រួយបារម្ភការក្តាប់ដៃលើកទឹកចិត្តឬពេលវេលាដែលមានតម្លៃជាមួយកូននិងគូជីវិតបានឡើយសរុបមកលុយគឺជាលក្ខខណ្ឌចាំបាច់សម្រាប់ទ្រទ្រង់ជីវិតប៉ុន្តែវាមិនមែនជាលក្ខខណ្ឌតែមួយគត់ដែលបង្កើតសុភមង្គលនោះទេជីវិតអាពាហ៍ពិពាហ៍ដែលរឹងមាំនិងមានសុភមង្គលបរិបូរណ៍គឺជាការបូកផ្សំរវាងលុយកាក់សម្រាប់ទ្រទ្រង់ក្រពះនិងកម្លាំងចិត្តភាពស្មោះត្រង់និងការយល់ចិត្តសម្រាប់ទ្រទ្រង់បេះដូងបើខ្វះមួយណាជីវិតគូក៏ពិបាកនឹងស្វែងរកភាពពេញលេញដែរចុះសម្រាប់បងប្អូនវិញតើយល់ឃើញយ៉ាងណាដែរតើចំពោះបងប្អូនរវាងលុយនិងការយល់ចិត្តគ្នាតើមួយណាដែលពិបាកស្វែងរកជាង